អតីតយុវជនរបស់ក្លឹបយក្សនៃប្រទេសប្រេស៊ីល Flamengo កីឡាករ Gabriel Silva កំពុងជួយក្លឹបបាល់ទាត់ព្រះ Canaries ស្វាយរៀងឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League ប្រិយមិត្តយើងប្រហែលជាស្គាល់ច្បាស់ម្ចាស់ឲ្យលេខ9នាពេលបច្ចុប្បន្នរបស់ក្លឹបបាល់ទាត់ព្រះ Canaries ស្វាយរៀងនោះគឺកីឡាករប្រេស៊ីល Gabriel Silvaចាប់កំណើតនៅក្នុងទីក្រុង Rio de Janeiro នៅក្នុងប្រទេសប្រេស៊ីលចំថ្ងៃទី8ខែសីហានាឆ្នាំ1997បច្ចុប្បន្នមានវ័យ28ឆ្នាំកម្ពស់ 1.70 សង់ទីម៉ែត្រកីឡាកររូបនេះមានឈ្មោះពេញថា Gabriel Silva Costa ផ្ដើមចូលហ្វឹកហាត់ដំបូងនៅក្នុងឆ្នាំ2017ដល់ឆ្នាំ2019ជាមួយថ្នាល Academy របស់ក្លឹបបាល់ទាត់ Flamengo ដែលជាក្លឹបយក្សរបស់ប្រទេសប្រេស៊ីលហើយរូបគេក៏ធ្លាប់លេងនៅថ្នាល Academy ជាមួយនឹងកីឡាករ Vinicius Junior ដែលបច្ចុប្បន្នជាខ្សែប្រយុទ្ធរបស់ក្លឹបបាល់ទាត់ Atletico Real Madrid របស់ប្រទេសអេស្ប៉ាញនៅក្នុងកំឡុងឆ្នាំ2019រូបគេក៏បានផ្ទេរមកលេងឲ្យថ្នាល Academy ឬក៏ថ្នាលយុវជនរបស់ក្លឹបបាល់ទាត់ Condritas ក៏ជាក្លឹបយក្សមួយរបស់ប្រទេសប្រេស៊ីលផងដែរពីចន្លោះឆ្នាំ2019ដល់ឆ្នាំ2021នៅក្នុងកំឡុងឆ្នាំ2019រូបគេក៏ធ្លាប់ប្រម៉ូតឡើងមកឈុតធំរបស់ក្លឹបបាល់ទាត់ Flamengo ផងដែរប៉ុន្តែពុំបានបង្ហាញខ្លួនជាផ្លូវការនោះទេនៅក្នុងឆ្នាំ2017រូបគេក៏ត្រូវបានដាក់ឲ្យក្លឹបបាល់ទាត់ដែលមានឈ្មោះថា Viranopolis ដែលជាក្លឹបស្ថិតនៅក្នុងលីកថ្នាក់តំបន់ Campeonato Guchu Serie A ផងដែរហើយបង្ហាញខ្លួននៅទីនោះបានចំនួន6ប្រកួតសុទ្ធបញ្ចូលទីបានមួយគ្រាប់ក្រោយបញ្ចប់ការខ្ចីជើងពលគឺនៅក្នុងកំឡុងឆ្នាំ2018រូបគេក៏ត្រូវបានបន្តការខ្ចីជើងទៅកាន់ក្លឹបបាល់ទាត់ Topi ដែលក្លឹបបាល់ទាត់នេះស្ថិតនៅក្នុងលីកថ្នាក់តំបន់ Campeonato Mineiro Singanda Division ហើយក៏ត្រូវបានបង្ហាញខ្លួនបានចំនួន2ប្រកួតផងដែរស្ទើរពេញមួយរដូវកាលនៅក្នុងឆ្នាំ2021រូបគេពិតជាមានសំណាងដែលបានផ្លាស់មកកាន់ក្លឹបបាល់ទាត់ Volta Redonda ដែលពេលនោះក្លឹបបាល់ទាត់នោះស្ថិតនៅក្នុងលីកលំដាប់ទី3របស់ប្រទេសប្រេស៊ីលហើយបច្ចុប្បន្នក្លឹបបាល់ទាត់ Volta Redonda កំពុងលេងនៅក្នុងលីកលំដាប់ទី2នៃប្រទេសប្រេស៊ីលនៅក្នុងឆ្នាំ2022ដោយសារតែអាជីពមិនជោគជ័យនៅក្នុងស្រុកកំណើតពលគឺប្រទេសប្រេស៊ីលពួកគេបានឆ្លងដែននិងមកលេងនៅក្នុងលីកកំពូលរបស់ព្រះរាជាណាចក្រកម្ពុជាជាមួយនឹងក្លឹបបាល់ទាត់អង្គរ Tiger រួមរស់បានប្រមាណជាមួយឆ្នាំពលចន្លោះរដូវកាលឆ្នាំ2022-2023ជាមួយនឹងក្លឹបបាល់ទាត់អង្គរ Tiger រូបគេបង្ហាញខ្លួនបានចំនួន19ប្រកួតសុទ្ធបញ្ចូលទីបាន11គ្រាប់និងបោះឲ្យគេសុទ្ធបានចំនួន4លើកនៅដើមខែមករានៃឆ្នាំ2023រូបគេក៏បានសម្រេចចិត្តចាកចេញពីក្លឹបបាល់ទាត់អង្គរ Tiger ម្ដងទៀតនិងបានមកចូលរួមជាមួយនឹងក្លឹបបាល់ទាត់គូប្រជែងនៅក្នុងលីកកំពូលរបស់ព្រះរាជាណាចក្រកម្ពុជានោះគឺព្រះ Canaries ស្វាយរៀងគិតត្រឹមបច្ចុប្បន្នតារាមកពីតំបន់អាមេរិកឡាទីនរូបនេះបង្ហាញខ្លួននៅក្លឹបបាល់ទាត់ព្រះ Canaries ស្វាយរៀងបាន64ប្រកួតសុទ្ធបញ្ចូលទីបាន18គ្រាប់និងបោះឲ្យគេសុទ្ធបានចំនួន13លើកជាពិសេសនៅក្នុងរដូវកាលនេះជាមួយនឹងក្លឹបបាល់ទាត់ព្រះ Canaries ស្វាយរៀងគ្រប់កម្មវិធីទាំងអស់រូបគេបង្ហាញខ្លួនបាន38ប្រកួតរកបាន11គ្រាប់បោះឲ្យគេសុទ្ធបានចំនួនដល់ទៅ9លើកយើងចាំមើលថាតើកីឡាករមានដើមកំណើតមកពីទ្វីបអាមេរិកឡាទីនរូបនេះនឹងធ្វើជួបភ្លៀងដល់កម្រិតណាបន្ថែមទៀតជាមួយនឹងក្លឹបបាល់ទាត់ព្រះ Canaries ស្វាយរៀងគួរបញ្ជាក់បន្តិចផងដែរថាបច្ចុប្បន្នកីឡាកររូបនេះមានតម្លៃខ្លួននៅលើទីផ្សារដោះដូរកីឡាករគិតតាមគេហទំព័រ Transfer Market ប្រមាណជា $150,000 ឬប្រមាណជា $170,000 សហរដ្ឋអាមេរិក